ngàyนี้ចេញធ្វើជាមេចុងភៅនៅផ្ទះម្ដងចាស់តែមានធ្វើអីជៀនផាត់ធ្វើមីកោកជាមួយនឹងជៀនសាច់ជ្រូកនឹងឯងហើយយើងមកឆ្លៀតពេលជៀនសាច់ជ្រូកយើងធ្វើជាមួយនឹងមីហឹររបស់យើងនេះដែរចាអត់ទៅហងចក្រានបាយនៅតាមផ្ទះស្រុកស្រែអីចឹងគឺធម្មតាចឹងឯងអ្នកទាំងគ្នាឥឡូវនឹងខ្ញុំប្រែសាច់របស់យើងកុំឲ្យវាខ្លោចតែចុងក្រោយចង់ដឹងចាំមើលវីដេអូដល់ចប់ហើយខ្ញុំអត់យល់ដែរសុកមកលាតដែរលាតអីធ្វើដូចខ្លួនឯងនឹងអ្នកលក់លេហើយនេះខ្ញុំមកឲ្យតបានសាច់ជ្រូកជៀនណាអានឹងមហូបឆ្ងាញ់ជាងគេហ្មងចង់ញ៉ាំបាយអស់10ចានណាក៏អស់ដែរម្នាក់ឯងឥឡូវហ្នឹងយើងមកលាយគ្រឿងជាមួយនឹងមីកូកយើងវិញម្ដងខ្ញុំលាយបាក់ជាមួយនឹងទឹកសោះវាហើយតមកយើងដាក់ជាមួយនឹងស្ករក្រូចឆ្មាអីតិចតួចចឹងទៅដោយសារតែខ្ញុំចូលចិត្តញ៉ាំជូរចឹងហើយបន្ថែមជាមួយនឹងក្រូចឆ្មាទីនេះមីកូករបស់យើងហើយតំណងអត់បំងហើយចង់ប្រាប់ថាសាច់ជ្រូកមុនហ្នឹងគឺខ្លោចចាសូមអរគុណហ្មងហើយឥឡូវហ្នឹងភ្ញៀវមកទិញអាវ៉ាន់ចឹងសម្រាប់បងចង់បានអាវ៉ាន់អីក៏ភ្លេចមើលដល់ link ស្ទាល់ណាខ្ញុំមានលក់អាវ៉ាន់តាមអនឡាញដូចគ្នាណាបងអរគុណច្រើនបាយបាយ